ពាក្យទូន្មានរបស់ឪពុកម្ដាយរក្សាពាក្យសម្ដីកូនសម្លាញ់រឿងពាក្យសម្ដីជារឿងសំខាន់មួយរបស់មនុស្សយើងគួរប្រយ័ត្នសម្ដីពីរយ៉ាងគឺមុនពេលនិយាយត្រូវគិតមុខក្រោយឲ្យច្បាស់សិនបើនិយាយទៅហើយត្រូវរក្សាពាក្យសម្ដីព្រោះសម្ដីដែលនិយាយចេញទៅហើយជាចៅហ្វាយងាយរបស់យើងត្រូវបង្ខំឲ្យយើងត្រូវធ្វើតាមដូចជាបានសន្យាអ្វីជាមួយអ្នកណាត្រូវធ្វើឲ្យបានដូចដែលសន្យានោះមិនថាត្រូវចំណាយដើមទុនចំណាយកម្លាំងប៉ុណ្ណាទេទោះជាត្រូវស្លាប់ក៏ព្រមដែរដើម្បីរក្សាពាក្យសម្ដីរឿងពាក្យសម្ដីមនុស្សយើងគេប្រកាន់ណាស់បើខូចរឿងពាក្យសម្ដីទៅហើយនោះទោះបីអ្វីផ្សេងល្អយ៉ាងណាក៏អាក្រក់ទៅជាមួយដែរដូចដែលគេថាអស់ប្រជាប្រិយភាពនោះអីដោយចាស់បុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកដូច្នេះពេលកូនគិតថាខ្លួនឯងត្រូវពិបាកព្រោះរក្សាពាក្យសម្ដីក៏កុំទៅសន្យាជាមួយអ្នកណាងាយងាយអីចូលពិចារណាឲ្យច្បាស់សិនថាពេលសន្យាជាមួយគេហើយតើយើងអាចធ្វើបែបនោះបានដែរទេអាចមានរឿងនៅពេលក្រោយទេគិតឲ្យច្បាស់គិតឲ្យហ្មត់ចត់ជាមុនសិនបើសិនយល់ថាអាចធ្វើបាននោះចាំសន្យាជាមួយគេទើបជាមនុស្សត្រឹមត្រូវហើយមិនចាញ់បោកអ្នកណាងាយងាយដែរមនុស្សយើងដែលរក្សាពាក្យសម្ដីមិនបានហើយនោះតើអាចទៅរក្សាអ្វីបានទៅព្រោះសម្ដីនៅក្នុងខ្លួនយើងសោះរក្សាទុកមិនគង់ផងរបស់ផ្សេងនៅខាងក្រៅអាចរក្សាបានយ៉ាងម៉េចទើបសូមឲ្យកូនពិចារណាឲ្យច្បាស់មុននិយាយមុនពេលសន្យាជាមួយអ្នកណាហើយកុំជាមនុស្សឆាប់ភ្លេចសម្ដីងាយរក្សាពាក្យសច្ចៈឲ្យល្អមនុស្សរក្សាពាក្យសច្ចៈនោះទោះបីស្លាប់ទៅហើយនៅតែមានគេសរសើរមិនឈប់ដែរអ្នកមិនរក្សាពាក្យសច្ចៈទោះបីរត់រួចខ្លួនមួយពេលតែដល់ពេលមានអាសន្នអន់ក្រនោះក៏គ្មានអ្នកណាមករវល់ដែរត្រូវឯកានៅតែម្នាក់ឯងសូមអរគុណ